ក្រាប់អង្គមកអង្គខ្ញុំបានចែករំលែករួចរាល់នៅឡើយតែសរោមអង្គគ្រាន់តែលឺសរោមអង្គបងប្អូនប្រហែលជាប្លែកហើយគ្រប់ skin care ទាំងអស់ឲ្យតែមានអង្គនៅក្នុងនឹងដឹងតែថាលាបនៅលើមុខស្បែកមុខអាឡូភ្លឺថ្លាក្លោតឹងហាប់ណែនតែម្ដងតោះកុំឲ្យខាត់ពេលយូរមើលពីវិធីធ្វើទាំងអស់គ្នាជាដំបូងបងប្អូនត្រូវមានជាមួយនឹងអង្គដែលយើងដាំញ៉ាំធម្មតាហ្នឹងណាអង្គអីក៏បានដែររើសទេបងប្អូនយកទៅលាងទឹក 4-5 ដងសិនដើម្បីឲ្យប្រកាសថាអង្គអត់មានជាប់ធូលីដីឬក៏កតិកទីអីនៅក្នុងហ្នឹងអធិស្ឋានបងប្អូនខ្ញុំរៀងនិយាយលឺតិចហើយដោយសារតែវគ្គមុនមានបងប្អូនខ្លះគាត់បាននិយាយថាបងម៉ៃបញ្ចូលសលេងឲ្យលឺបន្តិចទៅស្រួលស្ដាប់ឥឡូវនេះខំតឡើងសលេងឲ្យលឺចាឥឡូវនេះខ្ញុំដាក់ត្រាំទឹកចោលប្រហែលជា2 ម៉ោងពេលដែល2 ម៉ោងហើយគឺវាចាប់ផ្ដើមបែបនេះបងប្អូនទឹកអង្គឡើងថ្លាតែម្ដងបន្ទាប់មកទៀតខ្ញុំចាក់យកតែទឹកអង្គហ្នឹងឯណាបងប្អូនគ្រឿងផ្សំបន្ទាប់គឺខ្ញុំមានជាមួយនឹង aloe vera gel សម្រាប់ aloe vera gel ខ្ញុំដាក់ប្រហែលជា1 ស្លាបព្រាបាយសម្រាប់ទឹកអង្គហ្នឹងប្រហែលជា4 ស្លាបព្រាបាយបងប្អូនចាបន្ទាប់មកទៀតសម្រាប់បងប្អូនបើមានវីតាមីនបងប្អូនដាក់វីតាមីនសម្រាប់ខ្ញុំដាក់វីតាមីន C ព្រោះអីវីតាមីន C ជួយឲ្យបែករបស់យើងមានសុខភាពល្អនិងមានរបាំងការពាររឹងមាំអត់ងាយមានបញ្ហារោលទេចឹងខ្ញុំដាក់សរោមវីតាមីន C 4 ដំណក់បងប្អូនអត់ពិបាកទេងាយខ្លាំងមែនតែនហ្មងណាហើយយើងកូវិតឲ្យល្បាយទាំងអស់ហ្នឹងចូលគ្នាបានល្អមកយើងអាចយកទៅប្រើប្រាស់បានហើយបងប្អូនហើយនេះមើលដូចបៃលុកបៃឡឯណាប៉ុន្តែគុណភាពញាក់សាច់បងប្អូនហើយជួយបតឹងស្បែកជួយធ្វើឲ្យស្បែកយើងហាប់ភ្លឺថ្លាក្លោចមានសំណើមចេញពីខាងក្នុងអត់ធ្វើឲ្យស្បែកយើងស្ងួតទេសម្រាប់សរោមអង្គនេះរូបមន្តសាមញ្ញគុណភាពអត់សាមញ្ញទេបងប្អូនហើយសាច់សរោមឡើងរមួតនិយាយទៅមើលហើយគួរឲ្យចង់ប្រើតែម្ដងហើយបងប្អូនឃើញខ្ញុំធ្វើនេះកុំច្រឡំថាខ្ញុំធ្វើឲ្យបោះចោលណាអត់ទេសូម្បីតែនៅកូនចានក៏ទុកដាក់ទូរជាថ្ងៃណាចង់ប្រើអញ្ចឹងណាបងប្អូនព្រោះរាល់ថ្ងៃនេះខ្ញុំមានជាមួយនឹងសរោមយូរីលាបហើយខ្ញុំលាបឆ្លាស់គ្នាជាមួយនឹងសរោមវីតាមីន C ប៉ុន្តែរូបមន្តដែលខ្ញុំធ្វើនេះក៏ខ្ញុំលាបដែរបងប្អូនយើងលាបឆ្លាស់គ្នាអញ្ចឹងណាពពួករបស់សុទ្ធអត់មានជាតិបកមានជាតិកាត់យើងអាចប្រើប្រាស់ឆ្លាស់គ្នាបានឥឡូវជាមួយការលាបនៅលើដៃរបស់ខ្ញុំបងប្អូនឡើងទន់ហើយឡើងត្រជាក់ហើយឡើងតង់ស្បែកឥឡូវមានកូនត្រេតហ្នឹងមកក្បែរគ្រាន់តែឃើញខ្ញុំធ្វើតែសរោមចង់លាបដែរឥឡូវលាបឲ្យបន្តិចកុំឲ្យយំបងប្អូនចង់លាបតែអត់លាបឲ្យយំលើហ្នឹងមើលស្បែកដៃអូនអានជីលីកាបងប្អូនអើយឃើញស្បែកដៃកូនអាណិតកូនខ្ញុំសណាបងប្អូនប៉ុន្តែខ្ញុំអាសាស្ក្រាប់បលេងកតើបលាបទឹកបលេប្រេងធម្មជាតិនឹងមកអត់បានលាបលេទេបងប្អូនស្បែកឡើងសជាងកូនចុះទៅរាប់បានលាបលេខ្លួនទៀតលេខ្លួនអត់ទាន់ចូលស្តុកបងប្អូនអើយចាឥឡូវកុំវែងឆ្ងាយមើលដៃរបស់ខ្ញុំទាំងអស់គ្នាបងប្អូនឡើងភ្លឺថ្លាមានសំណើមគីឡូចេញពីខាងនោះហើយកុំឃើញលាបអញ្ចឹងណាគិតថានៅសើមលើបងប្អូនទុកតាម៉ាស្ទូឲ្យចូលស្បែកអស់លឿនហើយឡើងតឹងហាប់ណែនហ្មងស្បែករបស់យើងណាឥឡូវបងប្អូនមើលការលាបនៅលើផ្ទៃមុខម្ដងថាតើចេញមកបែបណាគីឡូប៉ុណ្ណាបងប្អូនចាំមើលនេះខ្ញុំអត់តន់ញីអត់តន់អាឡូងទេណាអត់តន់អាឡូងទេប៉ុន្តែពេលដែលញីហើយឡើងអាឡូងហើយឡើងគីឡូ